លក្ខណៈពិសេសរបស់យន្តហោះបំបាំងកាយ B2 Stealth Bomber យន្តហោះបំបាំងកាយរបស់សហរដ្ឋអាមេរិកដែលមានឈ្មោះថា B2 Bomber ត្រូវបានគេចាត់ទុកថាជាអាវុធសង្គ្រាមដែលមានតម្លៃថ្លៃបំផុតនៅលើโลกដោយមួយគ្រឿងវាមានតម្លៃ $2.1 ពាន់លានអាមេរិកកាលពីយប់ថ្ងៃទី21ខែមិថុនាឆ្នាំ2025លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានប្រកាសអំពីការប្រើប្រាស់យន្តហោះ B2 Bomber ដើម្បីទម្លាក់គ្រាប់បែកទៅលើរោងចក្រនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ដែលប្រតិបត្តិការមួយនេះបានបញ្ចប់ដោយលទ្ធផលយ៉ាងជោគជ័យបើទោះបីជារោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ស្ថិតនៅក្រោមដីយ៉ាងជ្រៅនិងមានការការពារយ៉ាងខ្ពស់យ៉ាងណាក៏ដោយក៏មិនអាចគេចផុតអំពីយន្តហោះដ៏អស្ចារ្យនេះផងដែរឥឡូវនេះយើងនឹងមកស្វែងយល់ជាមួយគ្នាថាតើយន្តហោះ B2 Bomber នេះមានលក្ខណៈពិសេសអ្វីខ្លះ B2 Bomber នេះគឺជាយន្តហោះទម្លាក់គ្រាប់បែកលំដាប់កំពូលរបស់កងទ័ពអាកាសអាមេរិកយន្តហោះមួយនេះផលិតឡើងដោយក្រុមហ៊ុនដែលមានឈ្មោះថា Northrop Grumman Corporation វាគឺជាយន្តហោះចម្បាំងដែលអាចបុកទម្លុះខែលការពារដែនអាកាសបានគ្រប់ប្រភេទហើយ B2 នេះផងដែរបំពាក់ទៅដោយអាវុធនុយក្លេអ៊ែរក៏បានបំពាក់អាវុធធម្មតាក៏បានហើយវាអាចផ្ទុកគ្រាប់ដែលមានទម្ងន់ធ្ងន់ខ្លាំងបានហើយវាហោះហើរដោយអាកាសយានិក2ហើយយន្តហោះនេះមានទម្ងន់ 18143 គីឡូក្រាមហើយវាអាចហោះហើរដោយគ្មានដែនកំណត់ដោយការចាក់ប្រេងនៅលើអាកាសយន្តហោះចម្បាំងនេះចាប់ផ្ដើមហោះហើរជាលើកដំបូងនៅក្នុងឆ្នាំ1989ហើយចូលនៅក្នុងសមរភូមិប្រយុទ្ធពិតប្រាកដជាលើកដំបូងនៅ10ឆ្នាំក្រោយការហោះហើរជាលើកដំបូងនៅក្នុងប្រតិបត្តិការមួយដែលមានឈ្មោះថា Operation Allied Force ដែលជាអន្តរាគមន៍ដឹកនាំដោយអង្គការ NATO នៅក្នុងវិបត្តិមនុស្សធម៌នៅកូសូវូការនោះ B2 ហោះហើរមិនឈប់ឡើយដែលហោះចេញពីមូលដ្ឋាននៅក្នុងរដ្ឋ Missouri ដើម្បីទៅវាយប្រហារគោលដៅនៅក្នុងប្រទេសសេប៊ីក្រោយមកទៀត B2 ហោះហើរទៅឆ្ងាយជាងនេះទៀតដើម្បីទៅវាយប្រហារគោលដៅនានានៅក្នុងប្រទេសអាហ្វហ្គានីស្ថាននៅក្នុងខែតុលាឆ្នាំ2021នៅដើមប្រតិបត្តិការ Operation Enduring Freedom ហើយកាលពីពេលថ្មីៗកន្លងទៅនេះ B2 មុននឹងហោះទៅចេញប្រតិបត្តិការនៅអ៊ីរ៉ង់គេបានហោះចេញពីមូលដ្ឋានរួមរវាងអាមេរិកនិងអង់គ្លេសនៅទីក្រុង Diego Garcia នៅក្នុងមហាសមុទ្រឥណ្ឌាដើម្បីទៅវាយប្រហារក្រុម Houthi នៃប្រទេសយេម៉ែនបើយើងក្រឡេកទៅមើលបញ្ជីសារពើព័ន្ធរបស់កងទ័ពអាកាសអាមេរិកបានបញ្ជាក់ឲ្យដឹងថាបច្ចុប្បន្ននេះ B2 មានតែ20គ្រឿងប៉ុណ្ណោះហើយទាំងអស់គឺស្ថិតនៅក្នុងមូលដ្ឋាននៃកងទ័ពអាកាសអាមេរិកដែលមានឈ្មោះថា Weissman នៅក្នុងរដ្ឋ Missouri សូមអរគុណសម្រាប់ការទស្សនាជួបគ្នានៅក្នុងវីដេអូក្រោយបន្តទៀតសូមអរគុណ